កម្ពុជាប្រកាសនឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពជាមួយអាមេរិករាជធានីភ្នំពេញចូលឬមិនចូលនេះជាចម្ងល់របស់ប្រជាជនកម្ពុជាដែលចង់ដឹងចម្លើយយ៉ាងខ្លាំងចម្លើយចេញមកហើយគឺកម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពដែលប្រធានាធិបតីអាមេរិកលោក Donald Trump ទើបនឹងបង្កើតឡើងធ្វើឲ្យផ្អើលពេញពិភពលោកសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានបង្ហាញការសម្រេចចិត្តនេះក្នុងជំនួបជាមួយលោក Samuel Paparo មេបញ្ជាការអាមេរិកទទួលបន្ទុកដឹកនាំបញ្ញាការដ្ឋាន Indo-Pacific នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី26 ខែមករា 2026 នេះជំនួបរវាងលោកមេបញ្ជាការ Paparo និងសម្ដេចធិបតីហ៊ុនម៉ាណែតជំនួបរវាងលោកមេបញ្ជាការ Paparo និងសម្ដេចធិបតីហ៊ុនម៉ាណែតកម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពដើម្បីបង្ហាញពីសុឆន្ទៈនិងការបដិញ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសាកលនេះជាការប្រកាសរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលទៅកាន់មេបញ្ជាការអាមេរិកហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈលើទំព័រ Facebook សម្ដេចដើម្បីឲ្យជនរួមជាតិបានដឹងយ៉ាងណាទំព័រ Facebook សម្ដេចពុំបានបញ្ជាក់លម្អិតឡើយថាកម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់អាមេរិកក្នុងឋានៈជាសមាជិកធម្មតាឬសមាជិកអចិន្ត្រៃយ៍លោកប៉ែនប៊ូណាក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយអង្គភាពយើងខ្ញុំលោកប៉ែនប៊ូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលមិនទាន់អាចធ្វើអត្ថាធិប្បាយបន្ថែមនោះទេថាកម្ពុជានឹងចូលជាសមាជិកធម្មតាឬសមាជិកអចិន្ត្រៃយ៍ព្រោះលោកក៏មិនទាន់បានទទួលបានព័ត៌មាននេះដែរយោងតាមធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាពសមាជិកធម្មតានឹងមានអាណត្តិរយៈពេល3ឆ្នាំហើយក្រោយមកនឹងត្រូវចាក់ចេញវិញចំណែកសមាជិកអចិន្ត្រៃយ៍នឹងត្រូវមានវត្តមានរហូតតែត្រូវបង់ថវិកាវិនិយោគធាន$1,000,000,000លោក Trump ប្រកាសដាក់ឲ្យដំណើរការក្រុមប្រឹក្សាសន្តិភាពលោក Donald Trump បានផ្ញើលិខិតទៅកាន់បណ្ដាមេដឹកនាំនានាលើពិភពលោកដោយក្នុងនោះក៏មានមេដឹកនាំកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតផងដែរមេដឹកនាំខ្លះយល់ព្រមមេដឹកនាំបដិសេធមេដឹកនាំខ្លះស្ទាក់ស្ទើរមិនទាន់សម្រេចចិត្តពេលទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេស Swiss លោក Trump ក៏រៀបចំពិធីនៅទីនោះក្នុងថ្ងៃ22 មករាដើម្បីសម្ពោធនិងប្រកាសដាក់ឲ្យក្រុមប្រឹក្សាសន្តិភាពរបស់លោកចាប់ផ្ដើមដំណើរការជាផ្លូវការទង់ជាតិប្រទេសនានាលើពិភពលោកក្នុងជំនួបជាមួយសម្ដេចធិបតីលោកមេបញ្ជាការ Paparo សម្ដែងការពេញចិត្តនិងវិតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិកកម្ពុជាជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយគ្នានេះលោកបានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឲ្យនាវាចាំបាច់កងទ័ពជើងនឹកអាមេរិកចូលចតនៅមូលដ្ឋានសមុទ្ររៀមនាពេលនេះដោយមេបញ្ជាការចាត់ទុកថាជាសក្ខីភាពឆ្លោះបញ្ចាំងពីការពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរជំនួបរវាងសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកមេបញ្ជាការ Paparo គំនិតស្របគ្នាសម្ដេចនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យយោធារវាងប្រទេសទាំងពីរនាពេលកន្លងមកហើយសម្ដេចបានបង្លឹះថាការចូលចតនាវាចាំបាច់អាមេរិកនៅកម្ពុជានាពេលនេះគឺជាលទ្ធផលជាក់ស្ដែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើនសម្ដេចបង្ហាញជំនឿយ៉ាងមុតមមថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្តពង្រឹងបន្ថែមទៀតពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃនៅរាជធានីគូឡាំពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី26 ខែធ្នូឆ្នាំ2024ពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃនៅរាជធានីគូឡាំពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី26 ខែធ្នូឆ្នាំ2024ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមិនភ្លេចអរគុណនោះទេចំពោះលោកប្រធានាធិបតី Donald Trump ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានបទឈប់ឆ្វៃរវាងកម្ពុជាថៃនិងបានចូលរួមធ្វើជាសក្ខីដោយផ្ទាល់ក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រាជធានីគូឡាំពួរឬកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសពីរនៅប្រទេសម៉ាឡេស៊ីនាពេលកន្លងមកនាវាចាំបាច់ខ្នាតធំរបស់អាមេរិកឈ្មោះ USS Cincinnati មកដល់កម្ពុជានៅថ្ងៃទី24 ខែមករាឆ្នាំ2026នាវាចាំបាច់ខ្នាតធំរបស់អាមេរិកឈ្មោះ USS Cincinnati មកដល់កម្ពុជានៅថ្ងៃទី24 ខែមករាឆ្នាំ2026មេដឹកនាំកម្ពុជាក៏បានជម្រាបជូនមន្ត្រីយោធាអាមេរិកផងដែរអំពីស្ថានភាពព្រំដែនកម្ពុជាថៃនិងបានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់របស់កម្ពុជាក្នុងការគោរពបទឈប់ឆ្វៃនិងសេចក្តីថ្លែងការណ៍រាជធានីគូឡាំពួរឲ្យបានខ្ជាប់ខ្ជួន
សម្ដេចថែមទាំងបង្ហាញជំហររបស់កម្ពុជាក្នុងការប្រកាន់យកការដោះស្រាយជំនួសដោយសន្តិភាពផ្អែកលើច្បាប់អន្តរជាតិសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ដើម្បីសម្រេចបានព្រំដែនសន្តិភាពនិងយូរអង្វែងជាមួយគ្នារូបបង្ហាញពីខ្សែលក្ខណៈព្រំដែនកម្ពុជាថៃលោកមេបញ្ជាការផាប់ផារ៉ូជម្រាបសម្ដេចវិញថាលោកប្រធានាធិបតី Donald Trump នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពព្រំដែនកម្ពុជាថៃនិងការអនុវត្តសេចក្តីថ្លែងការណ៍រាជធានីគូឡាំពួរផងដែរបន្ថែមពីនេះលោកអះអាងថាអាមេរិកបន្តគាំទ្រយន្តការក្រុមសង្កេតរកអាស៊ាននិងគាំទ្រការពន្លឿនដំណើរការគណៈកម្មការកិច្ចការព្រំដែនចម្រុះកម្ពុជាថៃដើម្បីវាយវែងនិងកំណត់ខុនសីមាព្រំដែននៃប្រទេសទាំងពីរក្រុមសង្កេតរកអាស៊ានខាងកម្ពុជាចុះពិនិត្យមើលស្ថានភាពខូចខាតរបស់កម្ពុជាតាមព្រំដែនដោយសារថៃវាយប្រហារក្រុមសង្កេតរកអាស៊ានខាងកម្ពុជាចុះពិនិត្យមើលស្ថានភាពខូចខាតរបស់កម្ពុជាតាមព្រំដែនដោយសារថៃវាយប្រហារអាស៊ាននឹងប្រជុំបិទទ្វារតាមដានស្ថានភាពចំនួនកម្ពុជាថៃនិងជជែកបញ្ហាតំបន់និងអន្តរជាតិរាជធានីភ្នំពេញក្នុងនាមជាប្រធានអាស៊ានបដូវវេនឆ្នាំ2026ហ្វីលីពីនបានចាប់ផ្ដើមកោះប្រជុំចុងអៀតកម្រិតរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី1ជជែកពីបញ្ហាតំបន់និងអន្តរជាតិព្រមទាំងវិធានការតាមដានស្ថានភាពចំនួនព្រំដែនកម្ពុជាថៃរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុននឹងហោះទៅចូលរួមកិច្ចប្រជុំទាំងនោះចាប់ពីថ្ងៃទី28ដល់ថ្ងៃទី29ខែមករាឆ្នាំ2026នៅទីក្រុងសេប៊ូលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជាក្រសួងការបរទេសប្រកាសនៅល្ងាចថ្ងៃ26មករានេះថាតបតាមការអញ្ជើញរបស់លោកជំទាវម៉ាតេរេសា P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីនប្រមុខការបរទេសកម្ពុជាលោកប្រាក់សុខុននឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំចុងអៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធក្រៅមូលបទដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នាកិច្ចប្រជុំនេះនឹងពិនិត្យឡើងវិញនៅវឌ្ឍនភាពដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ានលើកទី47និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ីព្រមទាំងពិភាក្សាអំពីអាទិភាពនិងសមិទ្ធផលសំខាន់ៗក្រោមភាពជាប្រធានអាស៊ានរបស់ហ្វីលីពីនសម្រាប់ឆ្នាំ2026ក្នុងគោលបំណងសម្រេចឲ្យបាននៅសហគមន៍អាស៊ានឆ្នាំ2045ក្រៅពីនេះរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងខាងក្រៅរបស់អាស៊ាននិងមិត្តភាវអាស៊ាននៅក្នុងនិមាបនកម្មតំបន់ដែលប្រែប្រួលយ៉ាងឆាប់រហ័សក៏ដូចជាលើបញ្ហាតំបន់និងអន្តរជាតិដែលជាផលប្រយោជន៍និងក្តីកង្វល់រួមក្នុងនោះរួមមានការវិវត្តនៅប្រទេសភូមាឬមីយ៉ាន់ម៉ានិងវិធានការតាមដានចំពោះកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជាថៃថ្ងៃទី22ខែធ្នូឆ្នាំ2028បើគ្មានអ្វីប្រែប្រួលក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតដដែលនេះលោកឧបនាយករដ្ឋមន្ត្រីគ្រងនឹងមានជំនួបដាច់ដライជាមួយសមាភាគីអាស៊ានមួយចំនួនដើម្បីជំរុញបន្ថែមទៀតនៅទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់ជាផលប្រយោជន៍និងអត្ថប្រយោជន៍ទៅវិញទៅមកចប់